សម្រាប់សួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបនឹងខ្ញុំម្ដងទៀតសម្រាប់បងប្អូនដែលត្រូវការបូ view នៅក្នុង live Facebook បងប្អូនដែលលក់ online ឬក៏ live game live ផ្សេងៗចឹងទៅចង់ឲ្យមាន view ច្រើននៅក្នុងlive អាចមើលវីដេអូនេះពីដើមដល់ចប់បានហើយឧទាហរណ៍ថានាងខ្ញុំយក live នេះយកមកបូចឹងនាងខ្ញុំគ្រាន់តែ copy link នៅក្នុង live នឹងមកហើយរបៀប copy link គឺអត់មានអីពិបាកទេយើងគ្រាន់តែចូលទៅក្នុងការ live នឹងមកបន្ទាប់ពីយើង copy link នៅក្នុងការ live ហ្នឹងហើយយើងត្រូវចូលទៅក្នុង website របស់យើងពេលដែលយើងចូលទៅក្នុង website របស់យើងហ្នឹងយើងត្រូវចូលទៅក្នុង Safari ឬក៏ Google ហើយ search ពាក្យថាសបាយ SMM ចំពោះពាក្យសបាយ SMM នេះផងដែរគឺបងប្អូនត្រូវ search ឲ្យពេញថាពាក្យសបាយ SMM.com ដើម្បីឃើញ website យើងដែលនៅខាងលើគេនឹងតែមួយឯងព្រោះបើសិនជាយើង search អត់អស់ចឹងទៅអាចនឹងឃើញ website ផ្សេងនៅលើនឹងដែរវាពិបាកដល់យើងអញ្ចឹងពេលដែលយើង search អស់ទៅយើងឃើញតែ website នឹងមួយនៅខាងលើគេហើយឃើញ logo រូបតុក្កតានឹងយើងចុចនៅលើ website នឹងមកពេលដែលយើងចុចនៅលើ website នឹងហើយគឺយើងបានមកដល់កន្លែងនេះយើងគ្រាន់តែដាក់ username ហើយ password ដើម្បី login ចូលដូចនាងខ្ញុំមាន username របស់នាងខ្ញុំហើយនាងខ្ញុំក៏ដាក់ username របស់នាងខ្ញុំបន្ទាប់មក password នោះគឺជា password email ដែលយើងយកទៅចុចឈ្មោះប្រើប្រាស់ website នោះបងប្អូនឆ្ងល់ទៀតហើយតើរបៀបចុចឈ្មោះប្រើប្រាស់ website ហ្នឹងមិនទៅគឺបងប្អូនទៅមើលនៅវីដេអូមុនដែលនាងខ្ញុំបានផុសពីរបៀបចុចឈ្មោះប្រើប្រាស់ website និងរបៀបដាក់ប្រាក់នៅក្នុងគណនី website បងប្អូនគ្រាន់តែចុចកន្លែង sign up នៅខាងលើនេះពេលដែលយើងចុចកន្លែង sign up ហ្នឹងហើយយើងដាក់ username និង password email យើងយក email មួយដែលថ្មីត្រូវយកមកដើម្បីចូលឈ្មោះប្រើប្រាស់ website ហើយយើងត្រូវចាំ username ហើយនិង password បើបងប្អូនងាយភ្លេចទេអាច screenshot ទុកឬក៏ note ទុកអីក៏បានដែរជាវាថ្ងៃក្រោយជុំភ្លេចទៅពិបាកដល់យើងដដែលទេមិនពិបាកដល់គេទេពេលដែលយើង log in ហើយគឺយើងបានមកដល់កន្លែងប្រើប្រាស់សេវាកម្មនេះនៅក្នុងគណនី website របស់នេះខ្ញុំគឺមានទឹកប្រាក់ចំនួនបន្តិចបន្តួចដែរហើយមកលបងបូសេវាកម្ម ban ហើយបន្ទាប់មកយើងមកមើលកន្លែងសេវាកម្មនៅខាងក្រោមយើងយកសេវាកម្ម Facebook មកបន្ទាប់ពីយើងយកសេវាកម្ម Facebook ហើយយើងអូសមកខាងក្រោមបន្តិចយើងឃើញពាក្យថា category បងប្អូនឃើញពាក្យ category ហើយឃើញ cloud មួយនៅខាងក្រោមហ្នឹងយើងគ្រាន់តែចុចនៅលើ cloud ហ្នឹងមកពេលដែលយើងចុចនៅលើកន្លែងហ្នឹងហើយវាឃើញយើងឃើញមានសេវាកម្មជាច្រើននៅក្នុង Facebook របស់យើងហ្នឹងមានសេវាកម្ម profile follower page follower ឬក៏ video view poll reaction ឬក៏សេវាកម្មផ្សេងៗឯទៀតចឹងទៅប៉ុន្តែវីដេអូយើងនេះគឺ focus ទៅលើFacebook live stream menu អញ្ចឹងយើងយក Facebook live stream menu មកវានៅខាងក្រោមគេពេលដែលយើងអូសឃើញសេវាកម្មហ្នឹងហើយយើងselectយកសេវាកម្មហ្នឹងមកបន្ទាប់មកទៀតយើងមកមើលកន្លែងខាងក្រោមបន្ទាប់ទៀតដែលមានឈ្មោះថា service បងប្អូនចុចនៅលើកន្លែងហ្នឹងសិនមកចាំខ្ញុំប្រាប់តាមតម្លៃវានីមួយៗពេលដែលយើងចុចមកដល់កន្លែងហ្នឹងហើយបងប្អូនឃើញមានតាមតម្លៃវាមួយគឺមានតម្លៃខុសៗគ្នាគឺមានតម្លៃចាប់ពីតម្លៃថោកជាងគេបំផុតរហូតដល់តម្លៃថ្លៃហើយតម្លៃថោកនោះផងដែរបងប្អូនអាចចាប់ពីតម្លៃ $0.41 ក្នុង 1000 menu និងតម្លៃទី2 $0.82 ក្នុង 1000 menu ហើយតម្លៃទី3មានតម្លៃ $1.64 ក្នុង 1000 menu តាមតម្លៃនេះផងដែរគឺតាមលបឿនបើសិនជាបងប្អូនយកសេវាកម្មណាដែលមានតម្លៃថោកជាងគេលបឿនវារៀងយឺតបន្តិចទៅប៉ុន្តែបើសិនជាបងប្អូនយកសេវាកម្មណាដែលមានតម្លៃថ្លៃជាងគេសេវាកម្មវាក៏ហិតតែលឿនដែរឧទាហរណ៍ថានេះខ្ញុំយកសេវាកម្មទី1នេះសិនទៅឲ្យបងប្អូនសាក់លបងទាំងអស់គ្នាឧទាហរណ៍ថានេះខ្ញុំយកមួយនឹងមកគឺយើង select យកអានឹងមកយើងចុចលើនឹងមកបន្ទាប់ពីយើង select យកសេវាកម្មនឹងហើយមកដល់ខាងក្រោមគឺកន្លែងដាក់ link យើងគ្រាន់តែដាក់ link ដែលយើងបានផាសពីដើមវីដេអូlink live របស់យើងនឹងដាក់ចូលកន្លែងនឹងមកយើងគ្រាន់ចុចពីរដងឃើញពាក្យផាសនៅខាងឆ្វេងដៃយើងគ្រាន់ចុចនៅលើពាក្យផាសនឹងមកពេលដែលយើងដាក់ link អីហើយមកដល់កន្លែងនេះគឺជាចំនួន view ដែលបងប្អូនត្រូវដាក់បងប្អូនអាចដាក់ពីចំនួន10 view ឡើងទៅហើយចំនួន10 view នេះផងដែរគឺចំណាយត្រឹមតែ $0.004 ទេហើយបើបងប្អូនឡាយយូរអាចរងចាំវាបានព្រោះរយៈពេលដែលរងចាំហ្នឹងក៏វាមិនយូរអីណាដែរបន្ទាប់ពីយើងដាក់ប៉ុណ្្នឹងហើយយើងឃើញឆាតឯប៉ុណ្្នឹងហើយយើងគ្រាន់តែចុចពាក្យ submit នៅខាងក្រោមយើងចុច submit នៅខាងក្រោមហ្នឹងហើយវានឹងលក់ផ្ទាំងពណ៌ខៀវបែបនេះបានន័យថាការបញ្ជាទិញសេវាកម្មរបស់យើងហ្នឹងគឺជោគជ័យរួចរាល់ជាការស្រេចហើយបងប្អូនរងចាំតែ1នាទីទៅ2នាទីបងប្អូននឹងឃើញលទ្ធផលលក់ចូលទៅក្នុង live របស់បងប្អូនហើយបើបងប្អូនមានចម្ងល់កន្លែងណាអាច comment នៅខាងក្រោមវីដេអូបានហើយបងប្អូនអាចមើលពីរបៀបពូសេវាកម្មផ្សេងទៀតក្រៅពីសេវាកម្មនៅក្នុង Facebook មានសេវាកម្មនៅក្នុង YouTube TikTok
ក្នុង Instagram អីចឹងទៅហើយក៏មានសេវាកម្មផ្សេងៗទៀតផងដែរហើយនៅក្នុងការ វីដេអូផងដែរដើម្បីងាយស្រួលបងប្អូនអាចមើលនៅក្នុង channel YouTube របស់នាងខ្ញុំបងប្អូនអាចជួយ Subscribe នៅលើ channel YouTube របស់នាងខ្ញុំបានហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេហើយចាំជួបគ្នានៅវីដេអូក្រោយអរគុណនិងជម្រាបលាបងប្អូនទាំងអស់គ្នា